trong bởi vì làm ngay đó này bác lan lươn là bảy cái bông miền đây đâu có bãi bông ta bờ sân chỉ dương ớt phải trái nhạc nông cá bạc bông trong chiêm xếp lơ và sau 7 triệu 4 p dục ngàn trong giờ xong bạc lớn hay là bạc lớn cả này nó bị sờn cả hai chân này ប្រិមត្តជនឥឡូវនេះបានរថយន្តអាផាតមួយគ្រឿងបានក្រឡាប់ផ្ងាជើងបើកបោឆ្លងនឹងផ្លូវបំបីជា4ត្រូវបានរថយន្ត Highlander មួយគ្រឿងបាទបុកបណ្ដាលឲ្យក្រឡាប់ផ្ងាជើងតែម្ដងបាទពិតជាខ្លាំងមែនតើរថយន្ត Highlander បាទបុកឲ្យក៏បានដាក់មេប្រូចរត់តែម្ដងមកសល់ទុកនៅរថយន្ត Highlander ម្ចាស់បាទនៅទីតាំងកន្លែងកាត់ហេតុបាទស្ថិតនៅបាទក្នុងបរិវេណបឹងកក់បាទសង្កាត់ស្រះចក់ខេត្តដូនពេញរាជធានីភ្នំពេញតែម្ដងប្រិមត្តជនឥឡូវនេះរថយន្តគឺបានរងការខូចខាតផ្នែកខាងស្ដាំមួយចំហៀងតែម្ដងដែលមានផ្លាកលេខបាទភ្នំពេញ 2BD បាទ0668នៅវេលាម៉ោង 1:42 នាទីត្រូវថ្ងៃទី 13 បាទខែមេសាឆ្នាំ 2025 បាទវិញបងមកពីខាងនោះមកណាបាទតំងទៅខាងក្រាន់2មកដល់ចំណុចផ្លូវបំបែកក៏មានរថយន្តមួយគ្រឿងមកគាត់បើកលឿនបងរថយន្តនោះមកលឿនបានមកខ្ញុំឡានខ្ញុំមកដល់ចិត្តផុតនឹងផ្លូវ8/4ផ្លូវប្រសព8/4គាត់អត់សមណាបើកលឿនអញ្ចឹងទៅផ្លូវស្ងាត់ក៏ដែរគាត់ចាប់ប្រាំងឯងបងនោះអត់មកដល់ឃើញដល់គាត់គិតឃើញថាផ្លូវស្ងាត់ហើយយកមកចិត្តចូលឆ្នាំគេទៅស្រុកអស់អញ្ចឹងបងនោះហើយគាត់ឃើញឡានខ្ញុំមកដល់ហើយខ្ញុំបានវាយភ្លើងសុំផ្លូវហើយយើងបន្តដំណើរមករឿងមិនលឿនមកទេតែគាត់ថាឡានគាត់មកលឿនអញ្ចឹងយើងធ្វើអត់កើតចង់និយាយថាមកដល់គ្នាអញ្ចឹងបងអត់មានត្រូវរបួសអីបងនោះរងការខូចខាតតែរថយន្តទេបងបាទអញ្ចឹងតាក់ទងជាមួយសមត្ថកិច្ចដើម្បីធ្វើការឆែកផ្លាកលេខឡានអូខេមានឆែកផ្លាកលេខឡានព្រោះឡានគាត់ទៅពុកយើងហើយគាត់ជួផ្លាកលេខនៅកន្លែងហ្នឹងហើយសំខាន់អត់ឃើញគាត់សោះបានបងសន្តិសុខឯព្រោះពេលដែលកន្លះភ្លាមគឺខាងឆ្វេងអញ្ចឹងខ្ញុំបើកទ្វារចេញកើតទេបើកទ្វារចេញកើតខ្ញុំចេញតាមលើដែរបានបងគាត់ជួយទប់ទ្វារសំណាងអត់ប៉ះពាល់ដល់អាយុជីវិតមនុស្សបងបើកលឿនណាបងឡានយើងរៀងទំនើបដែរពេលអញ្ចឹងវាចង់បើមាន5ថ្ងៃដល់អ្នកបើកឡានលឿននៅផ្លូវបំបែកទេបងមានអីទៅពិបាកឯងបងតាបើសិនជាយើងអត់ប្រយ័ត្នប្រយែងក្នុងការបើកបោអញ្ចឹងជាពិសេសផ្លូវប្រសព8/4ពេលយកស្ងាត់អញ្ចឹងយើងអត់សមបើកលឿនទេតែបើកលឿនករណីនោះវាច្រើនតែកើតហេតុអញ្ចឹងឯងបាទអរគុណច្រើនបងបាទផ្នែកជននេះគឺជារថយន្តកាងរថយន្ត Highlander ដែលមានស្លាកលេខបាទភ្នំពេញបាទ 2M 1507ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយបន្តបើករថគេចខ្លួនមិនទទួលខុសត្រូវឃើញផ្លូវស្ងាត់បើកបន្ថែមល្បឿននៅចំណុចផ្លូវបំបែកមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យបុករថយន្តបាទអាផាតមួយគ្រឿងកន្លាប់ផ្ងាជើងតែម្ដងតែសំណាងមិនបណ្ដាលឲ្យអ្នកបើកបរអាផាតនឹងរងរបួសនោះទេប្រិយជនបន្ទាប់ពីបង្កហើយក៏បើករថគេចខ្លួនតែម្ដងហើយឥឡូវនេះសល់តែស្លាកលេខនិងការរថយន្តតែប៉ុណ្ណោះបាទទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចបាទចរាចរណ៍ផ្លូវគោកបាទធ្វើតាមនីតិវិធីផ្លូវច្បាប់ដោយមានផ្លាកលេខរថយន្តនិងស្វែងរកម្ចាស់រថយន្ត Highlander មកទទួលខុសត្រូវចំពោះការខូចខាតរថយន្តតែម្ដងប្រិយជនបាទនេះគឺជាផ្លូវបំបែកជា4នៃការបើកបររបស់រថយន្តទាំង2តែម្ដងបាទរថយន្ត Highlander បើកធ្វើការបើកបាទពីបាទកើតម្លេចបាទហើយរថយន្តអាផាតបើកពីបាទជើងទៅត្បូងបាទមកដល់ផ្លូវបំបែកនេះគឺរថយន្ត Highlander នេះបុកជាមួយរថយន្តអាផាតឲ្យកន្លាប់ផ្ងាជើងតែម្ដងហើយម្ចាស់រថយន្តអាផាតក៏មានការសំណូមពរទៅដល់បាទបងប្អូនដែលធ្វើដំណើរនៅផ្លូវបំបែកសូមមេត្តាប្រុងប្រយ័ត្នបាទព្រោះអីផ្លូវបំបែកទោះជាស្ថានភាពស្ងាត់បាទយ៉ាងណាក៏យើងមានការប្រុងប្រយ័ត្នបានខ្ពស់ដែរដោយសារបាទផ្លូវបំបែកយើងគិតថាមានសុវត្ថិភាពតែក៏មិនមានសុវត្ថិភាពនោះដែរដោយសារផ្លូវបំបែកយើងលឿនគេក៏លឿនប្រិយជនអញ្ចឹងសូមពុកបងប្អូនធ្វើដំណើរនៅត្រង់ចំណុចផ្លូវបំបែកសូមមេត្តាបង្អង់បាទថយជើងបាទចាប់ហ្វ្រាំងបាទដើម្បីកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ណាកើតឡើងផងដែរប្រិយជនបាទឥឡូវម្ចាស់រថយន្តអាផាតគឺมันមានបាទការរងរបួសផ្នែកកន្លែងណានោះទេប្រិយជនគ្រាន់តែរងការខូចខាតរថយន្តមួយកំណាត់ផ្នែកខាងស្ដាំបាទហើយឥឡូវនេះគាត់មានតែរងចាំបាទសមត្ថកិច្ចធ្វើការបាទស្រាវជ្រាវនឹងបន្តតាមនីតិវិធីចរាចរណ៍ផ្លូវគោកដើម្បីស្វែងរកបាទម្ចាស់រថយន្ត Highlander ដើម្បីមកទទួលខុសត្រូវចំពោះកំហុសដែលគាត់បានសាងបាទធ្វើការបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយគាត់មិនឈប់ដោះស្រាយបែរជាបើករថគេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុមិនមានទំនួលខុសត្រូវក្នុងការបើកបរបាទបើកបរបង្កគ្រោះថ្នាក់ដល់គេហើយមិនមានទំនួលខុសត្រូវប្រិយជនឥឡូវនេះទុកឲ្យច្បាប់ជាអ្នកបាទមានវិធានការទៅលើការបើកបរមិនមានការប្រុងប្រយ័ត្នបុកហើយរត់មិនឈប់ដោះស្រាយហើយរឿងប៉ុណ្នេះយើងឈប់ដោះស្រាយទៅវាមិនធ្ងន់ធ្ងរទេបើមិនជាយើងរត់បាទបើមិនជាច្បាប់ស្រាវជ្រាវរកឃើញបាទមានការពិន័យណាមួយតាមប្រព័ន្ធផ្លូវច្បាប់ផ្លូវគោកនៃការបើកបរមិនទទួលខុសត្រូវចំពោះផ្លូវច្បាប់បាទអរគុណណាស់ប្រិមត្តទស្សនិកជនដែលខំចំណាយពេលវេលានិងមានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំគណៈខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា